សូមគ្រប់នឹងជម្រាបសួរឯកឧត្តមចា៎បាទជំរាបសួរដល់គ្រប់អរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃដើម្បីឆ្លៀតពេលវេលាចូលរួមចែករំលែកនៅចំណេះដឹងព័ត៌មានបន្ថែមអំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជាជាដំបូងសូមឯកឧត្តមបង្ហាញជូនអំពីលទ្ធផលដែលក្រសួងបានអនុវត្តការងារកន្លងមកនៅក្នុងការចុះបញ្ជីដីធ្លីថាតើបានប៉ុន្មានលានក្បាលដីហើយនៅក្នុងនោះដែរនៅសល់ប៉ុន្មានក្បាលដីទៀតដែលត្រូវកំពុងអនុវត្តសកម្មភាពបន្តបាទសូមគ្រប់ជំរាបសួរទស្សនិកជនទាំងអស់នៃទូបាយ័នហើយសូមថ្លែងអំណរគុណកញ្ញាដែលបានអនុញ្ញាតឲ្យខ្ញុំមកដល់ស្ថានីយ៍ទូនៅថ្ងៃនេះសំណួរនេះមានសារៈសំខាន់ដោយសាររាជរដ្ឋាភិបាលពិតជាបាននឹងកំពុងសម្រុកបង្ហើយការងារនេះបាទនៅនីតិកាលទី7នេះសម្ដេចមហាបវរធិបតីបានតាំងចិត្តថានឹងបង្ហើយការងារចុះបញ្ជីដីនេះពីព្រោះលោកយល់ថាជាការងារសំខាន់យុទ្ធមែនទែនបើយើងបូកសរុបតាំងពីយើងចាប់ផ្ដើមមកដល់បច្ចុប្បន្ននេះសមិទ្ធផលនោះវាយើងខ្ញុំចាត់ទុកថាវាសម្បើមចា៎ជាមួយនឹងលទ្ធភាពដែលយើងមានធនធានមនុស្សដែលយើងធ្វើបដាកសាងបដារៀនសូត្របដាបាទនៅយើងចាប់ផ្ដើមដំបូងយើងអាចរាប់ការចុះបញ្ជីដីធ្លីដំបូងនេះការចេញបានដំបូងនេះយើងអាចគិតជា2ដំណាក់កាលបាទដំណាក់កាលទី1ពីឆ្នាំ2002ដល់ឆ្នាំ2022រយៈពេល20ឆ្នាំចា៎នេះគឺយើងវាយធ្វើ7លានក្បាលដីហើយចាប់ពីឆ្នាំ2023មកដល់បច្ចុប្បន្ននេះយើងសម្រុកធ្វើក្បាលដីដែលនៅសេសសល់ហើយក្បាលដីនៅសេសសល់នេះយើងវាយតម្លៃឡើងវិញវានៅសល់ជាង8លានក្បាលដីអញ្ចឹងសរុបទៅវាជិត14លានក្បាលដីទូទាំងប្រទេសជិត14លានក្បាលដីសរុបចា៎ប៉ុន្តែដំណាក់កាលទី1យើងបានធ្វើចប់នៅដើមឆ្នាំ2023ហើយបាទបាន7លាននេះយើងចែកជូនប្រជាពលរដ្ឋដល់ដៃហើយបានបាទចែកបានហើយបាទយើងចប់សពគ្រប់និយាយចេះកាលនោះនៅយើងអាចចែកជា2ដំណាក់កាលទៀតបាទពីឆ្នាំ2002ដល់ឆ្នាំ2009យើងបានធនាគារពិភពលោកបានជួយជាកម្ចីបាទជាឥណទានដើម្បីយើងធ្វើការងារនេះបាទអញ្ចឹងយើងរៀនផងបាទយើងរៀបចំវិធានដំបូងផងយើងបណ្ដុះបណ្ដាលមន្ត្រីផងយើងសាកល្បងគ្រប់បែបយ៉ាងដើម្បីធ្វើម៉េចឲ្យដំណើរការប្រព្រឹត្តទៅនៃការងារចុះបញ្ជីដំបូងនេះបានល្អប្រសើរត្រូវដឹងថាប្រព័ន្ធសុរិយោដីខ្មែរយើងវាត្រូវបានបំផ្លិចបំផ្លាញដល់0តែម្ដងនៅក្រោយរបបខ្មែរក្រហមចា៎ហើយពេលដែលយើងត្រឡប់មកវិញក្រោយថ្ងៃរំដោះ7មករាយើងសល់ធនធានតិចតួចបំផុតដែលនៅចេះដឹងនៅក្នុងវិស័យសុរិយោដីជាពិសេសគឺក្បួនខ្នាតហើយនឹងឯកសារដែលនៅសល់ពីដើមនោះគឺវាអត់មានបាទវាអត់មានវារប៉ាត់របាយមិនដឹងជាក្បាលដីបោះពីណាបោះពីណីវាអត់មានទេត្រូវកសាងកម្មសិទ្ធិអីមកច្បាស់បាទអត់មានទេបាទត្រូវកសាងឡើងវិញពីចំណុច0តែម្ដងអាចកាត់ផ្សាយដល់ម៉ែនឹងមានន័យថាពេលដែលក្រោយពីសម័យវាពិឃាតហើយប្រជាពលរដ្ឋគាត់តាំងទីលំនៅណាគាត់នៅសិនទៅបកបរបរលើដីណាកាប់ឆ្ការបានប៉ុណ្ណាគាត់ធ្វើប៉ុណ្ណឹងសិនទៅបាទពិតជាអញ្ចឹងពិតជាអញ្ចឹងអញ្ចឹងហើយគឺជាផលលំបាកមួយដែលទម្រាំតែយើងត្រូវកំណត់ថាអ្នកណាគេម្ចាស់ស្របច្បាប់បាទពិតជាអញ្ចឹងហើយកាលនោះគោលនយោបាយរបស់រដ្ឋាភិបាលគោលនយោបាយរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាគឺសូមចិត្តប្រជាពលរដ្ឋថាបងប្អូននៅណាគឺនៅទីនោះហើយចាត់ទុកថាដីជាដីបរដ្ឋសិនចា៎បាទយើងរងចាំរហូតដល់ឆ្នាំ1989បានគណៈបកសម្រេចថាយើងចាប់ផ្ដើមប្រឡែងដីនឹងមកប្រជាជនហើយប្រឡែងដំបូងមិនមែនប្រឡែងទាំងអស់ទេប្រឡែងដីលំនៅឋានបាទហើយមកយើងឈើដំណើរជាជំហានដល់ឆ្នាំ93យើងថា
តោះយើងចាប់ផ្ដើមដីផលិតកម្មcủaយើងបលែងមកឲ្យប្រជាជនជាកម្មសិទ្ធិឯកជនបាទអញ្ចឹងដំណើរវិវត្តនៃការផ្ដល់កម្មសិទ្ធិដីធ្លីនេះគឺយើងធ្វើដោយប្រុងប្រយ័ត្នមិនងាយស្រួលទេបាទមិនងាយស្រួលទេចំនួនក៏មានច្រើនមកបន្តដែរបាទនេះជាហេតុផលដែលនាំឲ្យកើតវិវាទដោយសារយើងវាបាត់ឯកសារគ្រប់គ្រងដីហ្នឹងបាទពួកការផ្លាស់ទីនិងការសម្លាប់នៅសម័យប៉ុលពតនោះវាធ្វើឲ្យម្ចាស់ដីវាប្រែប្រួលទៅតាមហ្នឹងបាទអញ្ចឹងហើយបានជាខ្ញុំនិយាយថាដំណាក់កាលទី1នេះ5លានក្បាលដីនេះយើងធ្វើ20ឆ្នាំបាទយើងធ្វើ20ឆ្នាំបានត្រឹមតែ5លានក្បាលដីទេព្រោះយើងចេញដំណើរពីសូនចាក់គ្រឹះហ្មងចាពី2002រហូតដល់2022ក៏ទៅ20ឆ្នាំយើងធ្វើបានតែ5លានក្បាលដីទេបាទចែកដល់ដៃប្រជាជនអូសុំទោស7លានក្បាលដី7លានក្បាលដី20ឆ្នាំបាន7លានក្បាលដី7លានក្បាលដី2002ដល់2022បាទ2022ជាមធ្យមបាន350000ក្បាលដីក្នុងមួយឆ្នាំបាទជាការងារពិបាកហើយយើងដំបូងយើងវាស់ម៉ែត្រទេបាទមាន GPA ណាទៅចុចទេទាញក្រោយមកទៀតយើងចាប់ដើមប្រើឧបករណ៍ទំនើបប្រើ Total Station មានជើង3ចាហើយមានគេវាស់មានមន្ត្រី2នាក់ឈរវាស់ហ្នឹងដើម្បីឲ្យបានគុតមុតបន្តិចប៉ុន្តែអាហ្នឹងក៏នៅតែមានហានិភ័យនឹងលំអៀងដែរបាទឥឡូវទៅតែអាណត្តិនេះយើងប្រើបច្ចេកវិទ្យាកាន់តែទំនើបយើងប្រើប្រព័ន្ធsatellite 100% តែម្ដងយើងហៅប្រព័ន្ធ core បាទនេះចូលដល់ដំណាក់កាលទី2នេះយើងវាតម្លៃទៅនៅសល់ជាង8លានក្បាលដីដែលធ្វើឲ្យក្បាលដីសរុបនៅកម្ពុជាយើងជិត14លានក្បាលដីអញ្ចឹងយើងនៅសល់ជិត9លានក្បាលដីទៀតត្រូវប្រហើយអញ្ចឹងណាហើយសម្ដេចទឹកដីលោកដាក់បញ្ជាថាដាក់បញ្ជាមកឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសម្មាល់ថាត្រូវតែចុះបញ្ជីប្រហើយនៅអាណត្តិទី7នេះបាទនៅសល់ប្រហែលក៏ដោយអញ្ចឹងនៅសល់8លានហ្នឹងត្រូវធ្វើម៉េចបាទ8លានហ្នឹងគឺត្រូវប្រើកម្លាំងដែលយើងមានទាំងប្រមាណដើម្បីការងារទី1គឺវាស់វែងអស់បាទវាស់វែងអស់ចាវាស់វែងនេះជាការងារពិបាកជាងគេបាទពីព្រោះត្រូវប្រើធនធានមនុស្សត្រូវប្រើមនុស្សចុះវាស់នេះវាកាត់ព្រៃវាកាត់បឹងវាកាត់ទឹកវាមានបលាមានគ្រោះថ្នាក់មានពុះចឹកមានឆ្កែខាំមានឧបសគ្គច្រើនចាហើយក៏ជួបចំនួនមានប្រជាពលរដ្ឋខ្លះគាត់មិនព្រមឲ្យវាស់ឡាក់នឹងឡាក់មានច្រើនណាស់បាទហើយដល់យើងជំនះអានឹងបានយើងចូលដល់ការងារការិយាល័យបាទទីទៀតខ្ញុំនឹងជំរាបជូនបាទអញ្ចឹងសប្តាហ៍នេះយើងវាស់បានរួចរាល់ហើយអ្វីដែលនៅសល់អញ្ចឹងគ្រាន់តែពីចុងឆ្នាំ2023ដល់បច្ចុប្បន្ននេះគឺក្បាលដីដែលនៅសល់យើងវាស់ហើយទូទាំងប្រទេសយើងថាវាស់ចប់គឺបងប្អូនយើងសិល្បៈរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសម្មាល់គឺលោកបាទប្រើកម្លាំងសរុបបាទមិនថាបងប្អូនជំនាញខាងអីទេប៉ុន្តែនាំគ្នាទៅជួយសរដីទាំងអស់បុកទៅជួយសរដីជាពិសេសគឺប្រើយុវជនស្ម័គ្រចិត្តឬក៏យ៉ាងណាក៏មន្ត្រីស្ម័គ្រចិត្តឬក៏យ៉ាងណាដែរដល់មន្ត្រីក្របខ័ណ្ឌក៏មានមន្ត្រីស្ម័គ្រចិត្តក៏មានមន្ត្រីជំនាញផ្សេងក្រៅពីសរដីក៏ទៅជួយបាទចេះអីជួយធ្វើនោះបាទហើយនិស្សិតតែកំពុងរៀននៅខាងសូរដីនៅខាងរៀបចំដែនដីអីក៏យើងឲ្យគាត់ទៅជួយដែរបាទគាត់ទៅជួយដែរហើយយើងមានវិស័យឯកជនក៏ចូលជួយដែរបាទយើងពឹងគាត់ដើម្បីទៅចូលជួយសម្រុកធ្វើការបានយើងជួយគ្នាចាហើយ2024 2025នេះគឺជាឆ្នាំដែលយើងវាស់វែងបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការងារសូរដីនៅប្រទេសកម្ពុជា2ឆ្នាំបាទ2ឆ្នាំយើងសម្រុកបាទយើងហ៊ានប្រកាសថាយើងវាស់ចប់ហើយបាទពាក្យថាវាស់ចប់ហើយបាទពាក្យថាវាស់ចប់នេះវាសឹងនិយាយថាយើងបានដោះស្រាយបញ្ហាធំជាច្រើនក្នុងវិស័យដីធ្លីព្រោះបើប្រជាជនលោកនៅឆ្លោះគ្នាគាត់មិនអោយវាស់ទេជាការពិតបាទហើយបើគាត់អោយវាស់ហើយចុះឈ្មោះគាត់ហើយ
មានន័យថា របាំងដ៏ធំ សឹងតែត្រូវគ្នាហើយ ចារបាំងដ៏ធំហ្នឹងគឺ បាទសឹងតែត្រូវ នេះ គ្នា ហើយ បាទ ចា ហើយការងារដែលវាស់នៅក្នុងអាណត្តិទី7នេះយើងក៏បានបន្តនីតិវិធីចេញបានជាង4លានក្បាលដីទៀត4លាន2សែនក្បាលដី ទៅថែមពីលើបានដែលដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ 7លានមុន ចា អញ្ចឹងបានមកដល់សប្តាហ៍ថ្ងៃនេះមកដល់ដៃប្រជាពលរដ្ឋវាបាន9លានហើយ ជាង 9 បាទ9លានហើយ ចា បាទអញ្ចឹងធ្វើឲ្យយើងគិតទៅថាអ្វីដែលនៅសល់នៅថ្ងៃមុខនេះគឺប្រហែលជា4លានកន្លះចុះបាទ4លានកន្លះយើង 4លានកន្លះនេះគឺសល់បានតែម្ដងឬក៏ បាទបានដែលត្រូវចេញ ចា បានដែលត្រូវចេញឲ្យប្រជាពលរដ្ឋអញ្ចឹងអ្វីដែលយើងត្រូវធ្វើផែនការរបស់យើងពីនេះទៅមុខគឺ4លានកន្លះក្បាលដីប៉ុន្តែមិនមែនធ្វើពី0ទៅទេ ចា ធ្វើចាប់ផ្ដើមពីក្បាលដីដែលវាស់វែងរួចបាទអញ្ចឹងយើងទាំងក្រសួងទាំងមន្ត្រីសដីរបស់យើងមានសោតធិនិយមថាយើងនឹងខិតខំបង្ហើយការងារនេះទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រហែលជាក្នុងឆ្នាំណាដែលខាងមន្ត្រីជំនាញឬកៃដំផ្ទាល់គាត់ថាគ្រប់យ៉ាងនឹង complete នឹងបញ្ចប់ទាំងស្រុងរួចរាល់តែលើ សម្ដេច ការ ដាក់បទបញ្ជាឲ្យនៅឆ្នាំ2027 អញ្ចឹងសល់ប្រហែលជាង1ឆ្នាំទៀតទេ បាទ ចាតែបង្ហើយទាំងអស់តែម្ដង បាទ នេះគឺជាវឌ្ឍនភាពមួយគួរជាទីវឌ្ឍនៈជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជាពិសេសគឺតាមរយៈថ្នាក់ដឹកនាំនិងមន្ត្រីអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្រសួងរៀបចំដែនដីនគររូបកម្មនិងសំណង់